រុកចង្ការទុរេនម្ដងនេះចង្ការទុរេនបងម្ចាស់ដេប៉ូនេះឥឡូវទុរេនចាប់ដើមផ្កាឲ្យបងប្អូននេះចាប់ដើមផ្កានេះផ្កាមួយកណូនេះរុកចង្ការទុរេនម្ដងចង្ការទុរេនម៉ាន់នៅអានេះម៉ាន់200ដើមហ៎200ដើមបាទទុរេនកំពុងតែផ្កាច្រើនមែនទែនហើយដាក់ជីខែណាគ្រូដាក់ជីហ៎បាទដាក់ជីប្រើខែណាខែហ្នឹងឬក៏មិនរហូតប្រើរហូតទៅហើយបាទឥឡូវដាក់រួចម្សានៅដាក់រួចម្សាទៅហើយដាក់រួចចំដាក់ដាក់ក្រោយអញ្ចឹងប្រើប្រភេទជីអីជីកំងមកពីថៃណាបាទនេះទុរេនរបស់គាត់មានប្រភពទឹកគ្រប់គ្រាន់ហើយបើនិយាយពីទឹកមិនចេះខ្វះនេះអាដូងស្តុកទឹកមានត្រីទៀតជ្រាបសួរដាក់បានលើពី3នេះសិនដាក់លើមកបងសិនធំឲ្យមានត្រីទៀតបងប្អូនអើយនេះសត្វត្រីចិញ្ចឹមត្រីគេត្រីឡាប់យ៉ាឡាប់យ៉ាខ្ញុំមកពីខាងក្រុមហ៊ុនជីយប់មិញថាសារៈនៅកន្លែងហ្នឹងប៉ុន្តែបានសារៈទៅជួបមួយមេភូមិមេឃុំអត់បានឡើងមកវិញថ្ងៃមិញអង្គុយជែកលេងមួយបងអត់ធាអូអ្នកនៅណាអ្នកនៅណាចឹងអ្នកសំឡូតនេះតើនៅណាអូនេះឡែមនោះគម្រៀងនោះបាទនេះទុរេនរបស់គាត់តែចូលមកបានដឹងថាអានេះម្រេចរបស់គាត់ដែរខាងนู้នដែរដើមលៀនខាងนู้នដែរបាទនេះយីរួមមកដល់ចឹងមិនដឹងថាទុរេននិងម្រេចរបស់ខ្មែរច្រើនប៉ុណ្ណាមកផ្លែកមុខផ្លែកអារម្មណ៍មកហើយបងប្អូនអានេះបេះខែណាពូខែ4មិនបេះហើយបាទនេះប្រភេទម្រេចនឹងមកចឹងមិនដឹងថាផ្លែកអារម្មណ៍សបាយក្នុងចិត្តណាមើលទៅសិតតែចការម្រេចនេះមើលដាច់ទីភ្នែកម្រេចនេះបានជលង1000ចឹងណា1000ជលងហើយបើនិយាយពីទុរេន200ដើមជាង200ដើមនោះបងប្អូនផ្លែកមកអញ្ចឹងត្រូវការទុរេនអីទុរេនប្រមូលផលខែណាពូខែ5ខែ6បាទនេះឥឡូវខែនេះកំពុងតែចាញ់ផ្កាហើយបងប្អូននេះទុរេននេះខែណាដែលចាញ់ខ្លាំងឆ្នាំនេះអត់ទូចេញអញ្ចឹងនោះនៅលើអានេះអាផ្លែខរដូវហីបាទអូនេះហើយខែប្រហែលបានបេះខែក្រោយចឹងខែក្រោយចាំមើលរកភ្លក់ផ្លែគ្រប់ដើមឬក៏អានេះតាមមួយដើមនេះអញ្ចឹងអានេះពូជអីគេពូមិនថងមកអេមមកចុះមកឡើងនេះសតថាទុរេននេះដើមទុរេនច្រើនណាស់បងប្អូនអើយនេះមកចឹងมันស្រស់ស្រាយផ្លែមកកណូដល់ណាមើលនោះសាក់ពូជមិនថងនេះអានេះមកនេះវា3នេះទុរេនសំឡូតដល់កអានោះម៉ែចខំនឹង3ប៉ុណ្ណានេះចង់40-50គីឡូហ្នឹង3នោះផ្លែធំមែនទែនហ្នឹងទឹកដីសំឡូតបងប្អូននេះមកចំបណ្ដោយចំទឹកដីសំឡូតហ្មងបងប្អូនហ្នឹងហើយសប្បាយអរគុណបងប្អូនជួយគាំទ្រ
ទុរេនខ្មែរផងនឹងមានទុរេនមានម្រេចនេះមកដល់ជាការជឹបចឹងថ្ងៃនេះថ្ងៃទី23 ខែមករា 2025 ហ្នឹងហើយអរគុណពីខ្ញុំមានប៉ុណ្ណឹងជម្រាបលាបាយបាយ